ដូចខ្ញុំបានលើកឡើងខាងលើអញ្ចឹងបងប្អូនអាចទិញបានទាំងពីរប៉ុន្តែបើសិនជាគម្រោងសាងសង់រួចជាទូទៅតម្លៃវាបានឡើងរួចទៅហើយប៉ុន្តែគុណសម្បត្តិគឺបងប្អូនទិញហើយបាននៅភ្លាមបានជួលភ្លាមអញ្ចឹងទិញមកយើងមើលឃើញយើងអាចនៅបានយើងអាចជួលបានតែបើសិនជាបងប្អូនមិនទាន់មានបាក់ចិត្តគ្រប់គ្រាន់បងប្អូនអាចទិញនៅក្នុងគម្រោងគេហៅ off plan គម្រោងដែលមិនទាន់សាងសង់ឬក៏គម្រោងដែលកំពុងសាងសង់គម្រោងប្រភេទហ្នឹងគឺយើងអាចបង់តាមដំណាក់កាលបានអាចបង់3ឆ្នាំ4ឆ្នាំ5ឆ្នាំតាមប្រភេទនៃគម្រោងតែបើសិនជាយើងទិញអាគម្រោងដែលសង់ហើយជាទូទៅការទិញគឺយើងត្រូវបង់ផ្ដាច់តែម្ដងបើយើងអត់លុយយើងដាក់20-30% យើងយកធនាគារ70-80% តែបើគម្រោងដែលមិនទាន់សាងសង់ឬកំពុងសាងសង់យើងទិញយើងដោន20-20% យើងបង់មួយខែ 1% រហូតដល់គម្រោងចប់ហើយបានយើងទៅយកធនាគារឬក៏យើងមានលុយបង់ផ្ដាច់តែម្ដងអញ្ចឹងវាមានគុណសម្បត្តិផ្សេងគ្នាទី1តើទៅនឹងតម្លៃទី2តើទៅនឹងពេលវេលាអញ្ចឹងបងប្អូនអាស្រ័យថាតើមួយណាវាស័ក្តិសមសម្រាប់បងប្អូនបាទ